bạn chẳng mauថ្ងៃនេះគឺចង់និយាយរឿងខ្លះតាក់ទងនឹងការហៅលុយជាមួយ Facebook ហ្នឹងណាមានបងប្អូនមួយចំនួនមិនទាំងអស់ទេប៉ុន្តែមានមួយចំនួនទូចទេគឺអ្នកខ្លះដំបូងនៅពេលដែលគេបរៀនយកលុយគាត់ថាអត់ចង់រៀននេះខ្លាចគេបោកខ្លាចរៀនអត់ចេះខ្លាចអីអញ្ចឹងណាអូខេអាហ្នឹងគឺជាលេសរបស់គាត់មួយយើងអាចនិយាយបានថាលេសហើយតទៅពេលគេមានចេញវីដេអូបរៀននៅក្នុង YouTube នៅក្នុង Facebook ហើយគាត់អត់មើលទៀតគាត់ចង់ឲ្យគេធ្វើម៉េចចង់ឲ្យផ្លុំបញ្ចូលឲ្យគាត់ចេះឬក៏ម៉េចយកដឹងទេបើកាលពីមុនថាឥឡូវគេបរៀនតាមដល់គេបរៀននៅថ្នាក់គាត់អត់រៀនទេគាត់ថាអត់មានពេលបរៀនអនឡាញគាត់ថាគាត់ថ្លៃពេកគាត់រៀនអត់ចេះដល់ពេលបរៀន free គាត់អត់មើលអញ្ចឹងឥឡូវអ្នកនរគ្នាគិតថាម៉េចគិតថាយើងធ្វើម៉េចឲ្យគាត់ចេះបានធម្មតាតែយើងចង់បានអីមួយយើងត្រូវតែប្រឹងប្រែងយើងត្រូវតែលះបង់មិនមែនអត់អាចថាខ្ញុំចេះខ្ញុំអាចទៅផ្លុំបញ្ចូលអ្នកនរគ្នាដោយស៊ុនខុងគឺអត់កើតទេតើខ្ញុំខំបរៀនអ្នកនរគ្នាខំទទួលដែរអ្នកនរគ្នាខំមើលដែរថាតើគេធ្វើម៉េចពេលដែលគេចង់ចែកម្លែក free អត់មើលពេលដែលគេយកលុយអត់រៀនដោយសារខ្លាចគេបោកខ្លាចអស់លុយអញ្ចឹងយើងអត់ដឹងធ្វើម៉េចទេប្រសិនបើអ្នកនរគ្នាចង់ឲ្យលុយអ្នកនរគ្នាលះបង់ពេលវេលាតិចទៅអ្នកនរគ្នាលះបង់ថវិកាតិចទៅអ្នកនរគ្នាចូលរួមតិចទៅហើយបើសិនជាចង់បានហើយចង់ដឹងហើយចង់ចេះហើយប៉ុន្តែចាំឲ្យគេលើកប្រកេនដល់កន្លែងឬក៏ម៉េចហើយបើសិនជាគិតថាពិបាកនេះមួយឧបសគ្គពីរឧបសគ្គ3ឧបសគ្គបែររៀនទេគិតថាវាពិបាកអញ្ចឹងទៅធ្វើការងារផ្សេងទៅបានលុយទៅធ្វើការងារណាដែលឃើញលុយភ្លាមទៅព្រោះការរកលុយជាមួយនឹង Facebook រកលុយជាមួយនឹង YouTube នេះទាមទារឲ្យយើងព្យាយាមទាមទារឲ្យយើងអត់ធ្មត់ទាមទារឲ្យយើងប្រឹងប្រែងហើយត្រូវលះបង់ពេលវេលារយៈពេលយូរទៀតមិនចាប់ផ្ដើមភ្លាមបានផលភ្លាមទេអញ្ចឹងចង់បញ្ជាក់ឡើងវិញថ្ងៃនេះនិយាយមាន script អត់មានអីទាំងអស់ដោយសារតែមានអារម្មណ៍មួយថារៀងអន់ចិត្តដែរអ្នកនរគ្នាព្រោះពេលដែលយើងចែកម្លែកទៅពេលយើងខំព្យាយាមប្រហាត់បញ្យល់ទៅគាត់បែរជាគិតថាវាគ្មានប្រមាណទេអ្នកខ្លះចេះតែនិយាយទៅគាត់មានអ្នកខ្លះថែមទាំងបោះពាក្យសម្ដីដល់ចេះទៀតថាឃើញតែផុសវីដេអូចែកម្លែកហ្នឹងពួកហ្នឹងគ្មានប្រមាណទេវាចេះតែធ្វើយកតែអ្នកមើលវីដេអូវាទៅបាទអញ្ចឹងចង់បញ្ជាក់ប្រាប់បងប្អូនអរគ្នាដែរថាវីដេអូដែលខ្ញុំចែកម្លែកទៅនេះមូលហេតុដែលខ្ញុំធ្វើនៅក្នុង channel ថ្មី page ថ្មីពួកខ្ញុំចង់ចាប់ផ្ដើមជាមួយនឹងអ្នកនរគ្នាហើយចង់ធ្វើវាឲ្យវាមាន unique មួយនៅក្នុង page នៅក្នុង channel ថ្មីហ្នឹងគឺនិយាយតែពីការរកលុយជាមួយ Facebook ជាមួយ YouTube ខ្ញុំក៏មាន page ចាស់ដែរប៉ុន្តែខ្ញុំអត់ចង់យកអាហ្នឹងយកមកបង្ហាញអ្នកនរគ្នាទេព្រោះអីនៅពេលដែលខ្ញុំបង្ហាញអ្នកនរគ្នាទៅអ្នកនរគ្នាទាស់ទៀតណាថា page នឹង channel ហ្នឹងមិនដឹងធ្វើប្រហែលឆ្នាំហើយមកបានប៉ុណ្ណឹងវាត្រូវដែរដោយសារអីយើងត្រូវការប្រើពេលយូរយើងមិនមែនចាប់ផ្ដើមភ្លាមជោគជ័យភ្លាមទេអញ្ចឹងខ្ញុំធ្វើកន្លែងហ្នឹងគឺខ្ញុំចង់ឲ្យបងប្អូនអរគ្នាដឹងថាការចាប់ផ្ដើមជាមួយនឹង Facebook ជាមួយ YouTube ហើយមិនថាតែរឿងហ្នឹងទេតាក់ទងនឹងការងារអីផ្សេងទៀតបើយើងចង់បានផលយើងត្រូវការព្យាយាមរយៈពេលយូរចាប់ផ្ដើម1ថ្ងៃ2ថ្ងៃរកឃើញផលភ្លាមធ្វើមិនកើតដើមឈើធំវាត្រូវការរយៈពេលយូរដើម្បីដុះលូតលាស់អញ្ចឹងទៅមិនមែនដាក់គ្រប់ថ្ងៃហ្នឹងបានផ្លែថ្ងៃហ្នឹងបានផ្កាថ្ងៃហ្នឹងទេអញ្ចឹងបងប្អូនត្រូវយល់កន្លែងហ្នឹងមួយ